អត្ថបទវិភាគតើក្រមប្រឆាំងជ្រុលនិយមបានបំផ្លាញជាតិបែបណាខ្លះនៅពេលផ្ទុះសង្គ្រាមឈ្លានពានទឹកដីប្រជាពលរដ្ឋខ្មែរគ្រប់រូបពិតជាបានឃើញច្បាស់នៅទង្វើដែលមិនគួរឲ្យជឿរបស់ក្រមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្តាប់តូចក្នុងអំឡុងពេលដែលកម្ពុជារងការឈ្លានពានពីប្រទេសថៃដូច្នេះសំណួរថាតើក្រុមនេះបានជួយអ្វីខ្លះដល់ប្រទេសជាតិពិតជាមិនអាចសួរកើតទេប៉ុន្តែសំណួរដែលត្រឹមត្រូវបំផុតនោះគឺតើក្រុមប្រឆាំងជ្រុលនិយមទាំងនេះបានបំផ្លាញជាតិខ្លួនឯងបែបណាខ្លះពិតណាស់តើធ្វើនយោបាយដើម្បីអ្វីគឺដើម្បីជួយប្រទេសជាតិនិងប្រជាពលរដ្ឋរបស់ខ្លួនមែនដែរឬទេដើម្បីអាចជួយប្រទេសជាតិបានអ្នកនយោបាយត្រូវធ្វើសកម្មភាពដើម្បីឲ្យប្រទេសជាតិរីកលូតលាស់ទៅមុខនិងឲ្យប្រជាពលរដ្ឋមានសេចក្តីសុខនិងរស់នៅក្នុងសន្តិភាពយូរអង្វែងលើពីនេះអ្នកនយោបាយត្រូវចេះបែងចែកអ្វីជារឿងនយោបាយផ្ទៃក្នុងនិងអ្វីជានយោបាយការបរទេសដែលត្រូវទប់ទល់ជាមួយឥទ្ធិពលពីខាងក្រៅជាពិសេសពេលប្រទេសជួបគ្រោះដោយជាការរំលោភបំពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាជាដើមសម្រាប់នយោបាយថ្នាក់ជាតិអ្នកនយោបាយប្រកួតគ្នាដើម្បីរកសេចក្តីរីកចម្រើនជូនជាតិនិងប្រជាជនតាមរយៈការដាក់ចេញគោលនយោបាយនិងសកម្មភាពជាក់ស្ដែងការរិះគន់គ្នាបើទោះបីជាពេលខ្លះមានសភាពខ្លាំងក្លាយ៉ាងណាក៏ដោយក៏ជារឿងធម្មតាឲ្យតែក្នុងក្របខ័ណ្ឌនៃការប្រកួតប្រជែងគ្នាផ្នែកគំនិតនិងបញ្ញាប៉ុន្តែក្រុមប្រឆាំងជ្រុលនិយមដែលមានតនដិតសំរងស៊ីនិងគូកនមួយក្តាប់តូចដូចជាសំអានជាសេនាធិការមិនដែលប្រកាន់យកគំនិតនយោបាយបែបជឿនលឿននេះមកអនុវត្តនោះទេផ្ទុយទៅវិញពួកគេបែរជាប្រកាន់យកទស្សនៈនយោបាយចាស់គំរិលហួសសម័យតាមបែបគំនុំសងសឹកផ្ទាល់ខ្លួនទៅវិញបើទោះបីជាប្រវត្តិសាស្ត្របង្ហាញថាទស្សនៈនយោបាយនេះបានបង្កគ្រោះថ្នាក់ធំធេងជាបន្តបន្ទាប់ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋក៏ដោយក្នុងផ្នត់គំនិតរបស់តនដិតសំរងស៊ីនិងបកពួករបស់ខ្លួនគឺមិនមែនធ្វើនយោបាយដើម្បីជាតិទេតែដើម្បីប្រឆាំងស្លាប់រស់ជាមួយនឹងគណៈបកប្រជាជនកម្ពុជាដែលមានលោកហ៊ុនសែនជាប្រធាននិងលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនេះជាគោលដៅតែមួយគត់របស់តនដិតរូបនេះបើទោះបីជាគាត់ដឹងថានេះគ្រាន់តែជាក្តីស្រមៃដែលមិនអាចទៅរួចក៏ដោយគំនិតប្រឆាំងងប់ងល់ហួសសម័យនេះបានបំផ្លាញខ្លួនគាត់បន្តិចម្ដងហើយបានជួយជំរុញឲ្យលោកហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាកាន់តែមានអំណាចរឹងមាំឡើងជាលំដាប់ចំពោះនយោបាយការបរទេសវិញជាធម្មតាក្នុងនាមជាខ្មែរគឺអ្នកនយោបាយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំដោយត្រូវមើលផលប្រយោជន៍ជាតិឲ្យហួសពីគណៈបកមួយដែលជាគូបដិបករបស់ខ្លួនជាក់ស្ដែងក្នុងអំឡុងពេលដែលប្រទេសជាតិរងការរំលោភបំពានប្រដាប់អាវុធដើម្បីដណ្ដើមទឹកដីអ្នកនយោបាយទោះជាស្ថិតនៅក្នុងនិន្នាការណាក៏ដោយត្រូវតែចេញមុខប្រឆាំងអំពើរំលោភបំពាននេះជាដាច់ខាតដោយទុករឿងប្រកួតប្រជែងផ្ទៃក្នុងមួយឡែកសិនពួកគេត្រូវយល់ថាការពារជាតិឲ្យបានសិនទើបមានឱកាសប្រកួតជាមួយគណៈបកនយោបាយផ្សេងតែបើជាតិបាត់បង់ពួកគេគ្មានឱកាសរួមចំណែកជួយជាតិបានទេតើតនដិតសំរងស៊ីនិងគូកនមានទស្សនៈបែបនេះទេគឺគ្មានទាល់តែសោះផ្ទុយទៅវិញពួកគេបែរជាគិតថានេះជាឱកាសល្អដែលត្រូវឆ្លៀតរុញបន្ថែមដើម្បីឲ្យរដ្ឋាភិបាលគណៈបកប្រជាជនកម្ពុជាពិសេសលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតរងគ្រោះនិងចុកខ្សោយអំណាចតែពួកគេភ្លេចគិតថាអ្នកដែលបំពានលើកម្ពុជានោះគឺមានបំណងចង់បានទឹកដីខ្មែរនិងបំផ្លាញកម្លាំងរស់របស់ជាតិខ្មែរនេះគេហៅថាអ្នកនយោបាយឱកាសនិយមដោយមិនខ្វល់ពីការបែងចែកសនិងខ្មៅហើយប្រឹងធ្វើសកម្មភាពទោះបីជាត្រូវដើរបញ្ច្រាស់ទិសប្រជាជនមួយនគរក៏ដោយជាក់ស្ដែងនៅក្នុងអំឡុងពេលនៃការផ្ទុះសង្គ្រាមដែលរដ្ឋាភិបាលកម្ពុជាមិនចង់ឃើញក្រុមតនដិតសំរងស៊ីបានឈរខាងសត្រូវទាំងស្រុងពួកគេបានអួតសរសើរពីទាហានថៃដែលបំពានលើទឹកដីខ្មែរថាធ្វើត្រឹមត្រូវបាញ់ត្រង់ចំគោលដៅតាមពាក្យឃោសនារបស់ថៃបើទោះបីជាពលរដ្ឋខ្មែរស្លូតត្រង់31នាក់បានស្លាប់
ជិត100នាក់រងរបួសនិងជាង64,000នាក់បានត្រូវរត់ភៀសសឹកដោយសារការទម្លាក់គ្រាប់បែកនិងកាំភ្លើងផ្លោងរបស់ទាហានថៃក៏ដោយពួកគេចោទប្រកាន់រដ្ឋាភិបាលដែលរងគ្រោះដោយសារការរំលោភបំពានថាជាអ្នកបង្កហេតុដោយពាក្យចោទរបស់ថៃទាំងស្រុងពួកគេឆ្កឹះឆ្កៀលចាក់រុកញុះញង់តាមគ្រប់មធ្យោបាយដើម្បីឲ្យខ្មែរបែកបាក់តាមបំណងរបស់សត្រូវខណៈដែលខ្មែរត្រូវការរួបរวมជាកម្លាំងដើម្បីការពារបូរណភាពទឹកដីពួកគេអំពាវនាវឲ្យប្រជាពលរដ្ឋក្រោកឈរប្រឆាំងនឹងអំណាចលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតតាមបំណងចង់បានរបស់សត្រូវខណៈដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានក្រោកឈរដើម្បីប្រឆាំងការរំលោភបំពាននិងរួមគ្នាគាំទ្ររាជរដ្ឋាភិបាលថ្នាក់ដឹកនាំនិងវីរៈកងទ័ពដែលបាននឹងកំពុងយកទ្រូងទៅពាំងដើម្បីការពារជាតិប្រជាជននិងមាតុភូមិពួកគេបន្តបង្អាប់កងទ័ពនិងញុះញង់ឲ្យកងទ័ពបាក់ទឹកចិត្តដោយដែលថៃចង់បានខណៈដែលជាតិខ្មែរត្រូវការលើកទឹកចិត្តកងទ័ពដើម្បីប្រយុទ្ធតតាំងយ៉ាងស្វិតស្វាញដើម្បីការពារទឹកដីនៅពេលដែលរដ្ឋាភិបាលអត់ធ្មត់ដើម្បីបញ្ជាសង្គ្រាមពួកគេស្រែកជេរដោយបង្អាប់ថារដ្ឋាភិបាលខ្លាចថៃប៉ុន្តែនៅពេលដែលបន្ទាត់ក្រហមបានចូលមកដល់ដែលថ្នាក់ដឹកនាំត្រូវសម្រេចចិត្តប្រើសិទ្ធិការពារខ្លួនពួកគេបែរជាស្រែកថាថ្នាក់ដឹកនាំកម្ពុជាជាអ្នកបង្កសង្គ្រាមនៅពេលដែលថៃប្រើសង្គ្រាមចិត្តសាស្ត្រដែលផ្សាយព័ត៌មានបំភ្លឺបំភ្លៃដើម្បីបំបាក់ស្មារតីខ្មែរពួកគេជួយបន្តឲ្យកាន់តែលឺកងរំពងថែមទៀតលើសពីនេះពួកគេបានបង្កើតមាតិកានានាដើម្បីវាយប្រហារមូលបង្កាច់រដ្ឋាភិបាលកម្ពុជាដើម្បីបម្រើឲ្យប្រព័ន្ធឃោសនាថៃយកទៅបន្តប្រវត្តិសាស្ត្របានបង្ហាញថារាល់ពេលមានការឈ្លានពានពីប្រទេសជិតខាងតែងតែមានអ្នកនយោបាយខ្មែរមួយក្រុមជួយបំបែកខ្មែរដើម្បីផ្ដល់ភាពងាយស្រួលដល់សត្រូវឈ្លានពានតាមរបៀបហុចដងដាវឲ្យសត្រូវក្រុមអ្នកនយោបាយបែបនេះមិនទាន់ផុតរលត់នៅឡើយទេមកទល់សម័យទំនើបនេះដូច្នេះប្រជាពលរដ្ឋខ្មែរអាចមើលឃើញហើយថាតើក្រុមអ្នកនយោបាយជ្រុលនិយមដឹកនាំដោយទណ្ឌិតសំរងស៊ីបានបំផ្លាញជាតិបែបណាហើយតើប្រជាពលរដ្ឋនិងរដ្ឋាភិបាលកម្ពុជាគួរបន្តទុកឲ្យអ្នកនយោបាយបែបនេះមានអធិភាពតទៅទៀតដែរឬទេបើតាមមើលនិន្នាការនៃការធ្លាក់ចុះទីបំផុតនៃការគ្រប់គ្រងគេអាចសន្និដ្ឋានបានថាបន្ទាប់ពីឆ្លងកាត់សង្គ្រាមរំលោភបំពានទឹកដីពីសំណាក់កងទ័ពថៃចុងក្រោយនេះក្រុមនយោបាយជ្រុលនិយមមួយនេះនឹងត្រូវផុតរលត់ពីសង្គមខ្មែរតាមរយៈការផ្ដន់ទាទោសរបស់ប្រជាពលរដ្ឋនិងការដាក់ទោសរបស់រដ្ឋាភិបាលតាមច្បាប់ជាធរមានពលរដ្ឋខ្មែរជាច្រើនឆ្ងល់ថាតើក្រុមនោះធ្វើនយោបាយដើម្បីអ្វីបើពួកគេក្បត់ប្រយោជន៍ជាតិខ្លួនឯងហើយដើរបញ្ច្រាស់ទិសប្រជាពលរដ្ឋបែបនេះដូច្នេះនយោបាយជ្រុលនិយមនិងចង្រៃជាតិមួយនេះនឹងផុតរលត់ជាក់ជាមិនខានដែលជាបច្ច័យនៃទង្វើជួយខ្មាំងសត្រូវនិងបំផ្លាញជាតិនិងប្រជាជនរបស់ខ្លួនអត្ថបទដោយវងមករាសាស្ត្រាចារ្យនិងជាអ្នកវិភាគសង្គមនយោបាយ